ស្រីបងប្អូនមានបងប្អូនច្រើនសួរមកអេបកត់លុយបាទតើគាត់អាចខ្ចីកម្ចីបានអត់បងប្អូនខ្លះព្យាយាមដាក់ស្នើកម្ចីតាមរយៈអេបកត់លុយតាមរយៈមុខងារមួយរបស់យើងហ្នឹងគឺគម្រោងថវិកាដែលនៅក្នុងនោះមានគម្រោងសន្សំថ្ងៃនេះឆ្លៀតឱកាសបាទឆ្លើយជូនបងប្អូនសរុបតែម្ដងនៅក្នុងអេបកត់លុយអត់មានការផ្ដល់កម្ចីទេបាទយើងជា app មួយដែលអនុញ្ញាតឲ្យបងប្អូនកត់ត្រាចំណូលចំណាយបងប្អូនដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឯងហើយនឹងអាជីវកម្មប៉ុន្តែយើងក៏មានគោលបំណងធំមួយដែរបាទនៅក្នុងក្រៅលើសតែពីការជួយឲ្យបងប្អូនកត់ត្រាបានថ្ងៃក្រោយនៅពេលដែលបងប្អូនមានរបាយការណ៍បាទបងប្អូនអាចធ្វើការស្នើសុំកម្ចីទៅកាន់ធនាគារឬក៏ស្ថាប័នដែលផ្ដល់កម្ចីតាមរយៈការគេហៅថាបន្ទុកហិរញ្ញវត្ថុរបស់បងប្អូនដែលបានកត់ត្រានៅក្នុង app កត់លុយបាទតែកត់មិនមែនគ្រាន់តែដើម្បីឲ្យខ្លួនយើងនឹងដឹងថាអាជីវកម្មយើងមានស្ថានភាពបែបណាទេប៉ុន្តែនៅពេលដែលយើងកត់ត្រាយើងមានគេហៅថាអំណាចយើងមានរបាយការណ៍យើងមានឯកសារដើម្បីដាក់ស្នើសុំកម្ចីទៅធនាគារដែលប្រកាសថាអាជីវកម្មយើងល្អធនាគារផ្ដល់កម្ចីឲ្យនៅក្នុងលក្ខខណ្ឌដ៏សមស្របមួយលក្ខខណ្ឌដ៏ល្អមួយខ្ញុំឧទាហរណ៍ថាបើយើងអត់មានឯកសារអត់មានអីទាំងអស់ហើយយើងទៅខ្ចីធនាគារខ្ញុំនិយាយតែពីកម្ចីដែលស្របច្បាប់ណាបងប្អូនណា formal lending ណា formal lender ឬក៏ formal bank formal financial services អញ្ចឹងទៅបាទអង់គ្លេសទីអញ្ចឹងដើម្បីទទួលបានកម្ចីក្នុងប្រព័ន្ធកម្ចីស្របច្បាប់នេះបងប្អូនត្រូវការឯកសារត្រូវការអីច្រើនណាបាទអាជីវកម្មយើងត្រូវការឯកសារបង្ហាញថាយើងចំណេញប៉ុន្តែជាទូទៅយើងអត់បានកត់ត្រាយើងអត់មានបាទពាក្យថាអត់មានឯកសារបានន័យថាយើងគឺជាអតិថិជនដែលមានហានិភ័យខ្ពស់ណាចេញតែការហានិភ័យខ្ពស់ទោះជាគេឲ្យកម្ចីយើងក៏គេឲ្យនៅក្នុងអត្រាការប្រាក់មួយខ្ពស់បាទមានលក្ខខណ្ឌស្មុគស្មាញច្រើនបាទប៉ុន្តែបើសិនជាយើងសម័យថាយើងគឺជាអ្នកដែលកត់ត្រាចំណូលចំណាយជាប្រចាំយើងដឹងពីស្ថានភាពអាជីវកម្មយើងមានលទ្ធភាពពង្រីកអាជីវកម្មយើងល្អយើងមានឯកសារប្រាប់គេថានេះខ្ញុំកត់ត្រាខ្ញុំកត់ត្រាអេបកត់លុយ3 4 5ខែហើយ6ខែហើយអាជីវកម្មខ្ញុំឃើញថាចំណេញប៉ុណ្នេះបាទខ្ញុំបានរៀនសូត្រចំណេះដឹងហិរញ្ញវត្ថុពីអេបកត់លុយខ្ញុំខ្លាចជាម្ចាស់អាជីវកម្មមួយដែលមិនបាច់ចាំមានប្រព័ន្ធគណនេយ្យប៉ុន្តែខ្ញុំបានកត់ត្រាចំណូលចំណាយខ្ញុំច្បាស់លាស់នៅក្នុងអេបកត់លុយបងប្អូនអាចដាក់ស្នើសុំទៅស្ថាប័នដែលជាដៃគូរបស់កត់លុយដែលជាស្ថាប័នផ្ដល់កម្ចីស្របច្បាប់ចុច2 3ប៉ឹកធ្វើការវិតម្លៃថាអាចផ្ដល់កម្ចីឲ្យបងប្អូនបានឬក៏មិនបានអញ្ចឹងត្រឡប់មកវិញយើងអត់ឲ្យកម្ចីភ្លាមទេមិនមែនបងប្អូនគាត់ចូលមកពុបបងប្អូនទៅរកស្វែងរកកម្ចីពីអេបកត់លុយគឺអត់អញ្ចឹងទេបាទប៉ុន្តែព្យាយាមគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឯងរៀនចំណេះដឹងហិរញ្ញវត្ថុពីអេបកត់លុយគ្រប់គ្រងអាជីវកម្មឲ្យល្អមានរបាយការណ៍ច្បាស់លាស់បងប្អូននឹងទទួលបានកម្ចីស្របច្បាប់ដែលមានលក្ខខណ្ឌល្អមានការប្រាក់ល្អហើយមានការលើកទឹកចិត្តជាច្រើនទៀតដែលរដ្ឋាភិបាលនឹងអាចនឹងមានសម្រាប់បងប្អូនដែលលើកទឹកចិត្តទៅដល់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាទចេះច្បាស់ហើយណាបងប្អូនបាទអរគុណជួបគ្នាវីដេអូមួយទៀត